Bà số đây này đó ní chẳng ởក្នុងvideoនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាតើតងជាមួយនឹងការ fix ទៅលើ undo ហើយនឹង redo យើងអត់ដំណើរការណាមានន័យថាវាប្រើប្រាស់ shortcut key ផ្សេងជួនកាលទៅយើងចុច alt backspace បានវាទៅ redo វិញឬក៏ទៅ undo វិញអញ្ចឹងដើម្បីធ្វើការកែប្រែទៅជា control Z ឬក៏ control Y ដើម្បី undo និង redo គ្នាយើងអាច follow តាមវីដេអូមួយនេះបានអញ្ចឹងជាដំបូងយើងចូលមកកាន់ file បាទចូលមកកាន់ file បាទហើយបន្ទាប់មកអ្នកនរគ្នាអូសមកក្រោមយើងយកពាក្យថា options បាទចុចចំទៅលើវាមកបាទបន្ទាប់មកវាលោតចេញផ្ទាំង pop up មកបែបនេះហើយបន្ទាប់មកអ្នកនរគ្នាចូលមកកាន់ customize ribbon បាទ customize ribbon នេះមកបាទហើយបន្ទាប់មកទៀតអ្នកនរគ្នាមើលមកខាងក្រោមយើងយកពាក្យថា customize ខាងក្រោមនេះអញ្ចឹងយើងចុចចំទៅលើវាមកបាទហើយបន្តមកទៀតនៅត្រង់កន្លែងនេះគេដាក់ថា specify command បាទអញ្ចឹងនៅត្រង់នេះអ្នកនរគ្នា scroll វាមកក្រោមបាទយើងអូសវាមកក្រោមរហូតដល់តែឃើញពាក្យដាក់ថា command not in the ribbon បាទអញ្ចឹងមួយនេះ command not in the ribbon បាទហើយបន្តមកទៀតយើងមើលមកខាងឆ្វេងដៃខាងសំទោខាងស្ដាំដៃចឹងនៅត្រង់នេះគឺជា command របស់យើងចឹងយើងអូសវាមកក្រោមដូចគ្នាដែរយើងអូសរហូតឲ្យឃើញពាក្យថា edit redo ណាចឹងអក្សរ e ចឹងអូសមកក្រោមទៀតមកហើយរៀងនៅឆ្ងាយបាទចឹងក្រោមទៀតបាទនេះ edit redo ចឹងយើងចុចចំទៅលើវាហើយបន្ទាប់មកអ្នកនរគ្នាមើលមកខាងស្ដាំដៃចឹង current key ដើម្បី redo បានគឺយើងចុច alt shift backspace ដើម្បី redo បានណាអញ្ចឹងយើងអាចធ្វើការ remove វាចេញមកចេញនៅត្រង់នេះដើម្បី remove វាចេញបាទបន្ទាប់មកយើងធ្វើការដាក់ key ថ្មី redo អញ្ចឹងមានន័យថាយើងត្រឡប់ទៅមុខមួយជំហានអាហ្នឹងណាអញ្ចឹងកន្លែងត្រង់នេះយើងដាក់ cursor ចូលមកក្នុងនេះមកហើយបន្ទាប់មកទៀតអ្នកនរគ្នាចុច press ចុច control ឲ្យចុះបូកជាមួយនឹងអក្សរ y ព្រោះ redo យើងអក្សរ y បាទនេះហើយតើមកយើងមើលមកក្រោមយើងចុចពាក្យថា assign កន្លែងនេះចុចមកបាទនេះអញ្ចឹង current key សម្រាប់ redo របស់យើងគឺ control y បាទហើយបន្តមកទៀតយើង assign បានមួយហើយយើងនៅ undo control z បាទអញ្ចឹងអ្នកទាំងអស់គ្នាអូសមកក្រោមតិចទៀតមកដើម្បីរកពាក្យថា edit undo មួយនេះបាទចុចចំទៅលើវាបាទអញ្ចឹង current key អានេះដោយសារពីមុនខ្ញុំធ្លាប់បាន add ហើយណាអញ្ចឹងវានៅ control z នៅឡើយអញ្ចឹងខ្ញុំអាចធ្វើការ remove វាចុចចំទៅលើវាអានេះ alt backspace អញ្ចឹងខ្ញុំ remove មួយអានេះខ្ញុំ remove មួយទៀតដើម្បី assign ឲ្យអ្នកនរគ្នាមើលម្ដងទៀតបាទតែមកយើងចុចកន្លែង press new shortcut key កន្លែងនេះអញ្ចឹង undo យើងប្រើប្រាស់ control បូកជាមួយនឹងអក្សរ z ណាជាទូទៅជា default shortcut នៅក្នុងកម្មវិធី Microsoft Word របស់យើងបាទបន្ទាប់មកអ្នកនរគ្នាចុចពាក្យថា assign បាទហើយបន្ទាប់មកយើងចុចពាក្យថា close បាទហើយចុច OK ត្រង់នេះបាទឥឡូវយើងធ្វើការតេស្តឥឡូវខ្ញុំសាកធ្វើការតេស្តចេញ computer I want to start the computer បាទចេញខ្ញុំធ្វើការ undo ខ្ញុំចុច control z ឬក៏ចុចសញ្ញានៅត្រង់នេះក៏បានដែរណាអញ្ចឹងវាដាក់ថា control z undo បាទ control z នេះយើង undo អញ្ចឹងខ្ញុំចង់ control y redo អញ្ចឹងខ្ញុំចុច control y បាទអញ្ចឹងការ customize shortcut key control z ហើយនិង control y នៅក្នុងវីដេអូនេះមានប៉ុណ្ណឹងហើយបើអ្នកនរគ្នាមានចម្ងល់អាច comment នៅក្រោមវីដេអូនេះបានហើយកុំភ្លេចជួយចុច subscribe និង like share ប្រសិនបើអ្នកនរគ្នាគិតថាវីដេអូមួយនេះល្អអញ្ចឹងជួបគ្នានៅវីដេអូក្រោយ